ញោមតដើររយចុះសង្សារនៅក្នុងលោកនេះសង្សារយើងទៅបីប្រាប់ថាអូនស្រឡាញ់បងបងស្រឡាញ់អូនអូនស្លាប់ទៅបងសុកចិត្តលោតស្ពានទៅមួយអូនអីហ្នឹងហើយបានតែថាទេប៉ុន្តែមិនដែលឃើញមានអ្នកណារួមដំណើរទៅជាមួយគ្នាទេហើយបងស្រឡាញ់អូនតែពេលដែលមានផលប្រយោជន៍អីមួយសម្រាប់គេទេហ្នឹងហើយទាស់ចិត្តអីបន្តិចទៅឆ្លុះទាស់វាយតប់ទាត់ធាក់ដៀលថ្មេះនឹងគ្រប់យ៉ាងតែម្ដាយឪពុករបស់យើងពេលដែលលោកខឹងយើងយ៉ាងណាក៏ដោយយ៉ាងច្រើនណាស់ផ្លយតែពាក្យសម្ដីតិចតួចជារឿងធម្មតារបស់ម្ដាយឪពុកប៉ុន្តែពាក្យសម្ដីរបស់គាត់ដូចអាធ្លាប់បញ្ជាក់អញ្ចឹងថាទោះបីជាគាត់ជេរក៏ជេរក្នុងន័យចង់ឲ្យកូននឹងចម្រើនកិច្ចពីផ្លូវវិនិច្ឆ័យមិនសុកមកជេរកូនទេតើឃើញកូនប្រព្រឹត្តខុសអីមួយហើយខឹងទៅបានគាត់ថាប៉ុន្តែបេះដូងខាងក្នុងរបស់គាត់អត់ចង់ឲ្យកូនវិនិច្ឆ័យទេនឹងអាមាត់ខឹងចេះថាអញ្ចឹងបាទម៉ែចេះដាក់សតិកូនចៅដែរថាពេលម៉ែឲ្យស្ដីបដៅមកយើងកុំតបតពាក្យសម្ដីអសរោះទៅកាន់គាត់វិញត្រូវយល់ពីបេះដូងខាងក្នុងរបស់គាត់ទោះបីគាត់ជេរគាត់ថាប៉ុន្តែបេះដូងរបស់គាត់ចង់ឲ្យតែកូនគាត់ចម្រើនទេហ្នឹងហើយមិនដែលមានម៉ែឪណាមួយប្រាថ្នាឲ្យកូនវិនិច្ឆ័យទេមែនទេញោមសំបីតែអាកូននឹងវាខុសវាខូចវាខលប្រព្រឹត្តឆ្នាំញៀនអបាយមុខក្នុងសង្គមលួចឆក់ប្លន់រហូតដល់កូននឹងជាចោលក៏ដោយចោះឧទាហរណ៍ថាអញ្ចឹងអាចជាប់គុកហើយក៏យាយនឹងនៅតែកាន់ជែកកាន់នំទៅលេងកូនឲ្យទៅត្រុកនៅមណ្ឌលកែប្រែនៅកន្លែងឃុំឃាំងកាត់គេកាត់ខ្មាស់អាត្មានៅស្រុកខ្មែរមកធ្វើកម្មវិធីអប់រំតពុតតនដិតពុញៀនឆ្នាំក្មេងកព្រាតាមមណ្ឌលកែប្រែនឹងឯងជាប្រចាំអញ្ចឹងទៅឃើញយាយយើងកាន់ជែកកាន់នំទៅត្រុកលើកដៃសាពះពុកឆ្មាំគុកសំចូលមើលមុខកូនបានឃើញមុខកូនបន្តិចអស់ចិត្តទំហំនៃសេចក្តីស្រឡាញ់របស់ម៉ែឪញោមកាត់ថ្លៃអត់បានហើយសួរថាគាត់កាន់ជែកកាន់នំលើកដៃទៅសាពះពុកឆ្មាំគុកដើរតាមផ្លូវសំដៅទៅគុកនឹងសួរថាតើមុខមាត់របស់គាត់នឹងទៅជាយ៉ាងណាគាត់អត់ខ្វល់ពីអ្នកដតីគេថាយាយនឹងមានកូនជាប់គុកមានកូននៅក្នុងមណ្ឌលកែប្រែគាត់អត់ខ្វល់អាណាថាអីថាសំខាន់ឲ្យតែឃើញមុខកូនឯងចុះយើងគ្រប់គ្នាកុំថាដល់តែស្កាប់តរម៉ែឪក្នុងគុកសូម្បីតែម៉ែឪនៅផ្ទះពេលខ្លះម៉ែឈឺស្ទើរតែមិនបានមកមើលម៉ែទៀតណារវល់ណាស់លោកគ្រូឲ្យដកឃ្លាមិនបានទេហ្នឹងហើយប៉ិនបើទៅខេមភីងទៅជប់លៀងអីរំ5ម៉ោងអីអត់ទៅអត់ទៅអូនទៅអត់ទៅអូនថារវល់ប៉ិនទៅមើលម៉ែនៅផ្ទះមើលម៉ែនៅពេទ្យទៅថែគាត់ផ្ដល់ភាពកក់ក្ដៅឲ្យគាត់យូរម្ដងទៅអូនថារវល់នឹងយើងពិចារណាឡើងវិញទាំងអស់គ្នាញោមណកុំឲ្យមានវិបដិសារីក្នុងជីវិតពេលវេលារបស់ពួកគាត់មិនវែងទៀតទេយើងមិនមែនថាអញ្ចឹងទៅដាក់ទំនាយគាត់អត់ទេព្រោះដំណើរជីវិតនេះអត់មានកំណត់ទេញោមហើយបើគិតមើលទៅពេលវេលា